ង3យកតាមដល់ជំនការដេញវាយក្លូរបស់ឌីវ៉ាលើដល់ឆ្ងាយពេលភ្លាមជំនការ pick up បានបុកស៊ីមួយដេញវាយលើស៊ីងអាចបានជីវិតមួយទៀតដូចនេះប៉ុណ្ណាបាត់បង2រ៉ូបាត់ហើយភ្លាមជំនការដេញវាយអូពីបន្តទៀតដូចនេះប៉ុណ្ណាអូពីអាចបានជីវិត10ខៀវចុងលើរ៉ៃតែណាគាត់ front line ដល់ច្បាស់មកយ៉ាងណាបោកហ្នឹងហើយបោកខាងក្រៅក៏គេបោកខាងក្នុងគេបោកបាទចាំចាប់យក map ទៀតហើយចង់លេង straight ដដែលបាទ straight ដែរបាទលេង chip គាត់មកយក map ដូចគ្នាជាមួយ S2 បើគាត់ជាអ្វីដូចគ្នា complete chip ផាច់ចុងក្រោយគឺគ្រាន់តែវាឈរលេងតែ5វិនាទីក៏អាចជីកចូលគាត់ថតបានដូចគ្នា complete ជាមួយនឹងទូរស័ព្ទដែលកំពុងតែគ្រប់គ្រងម្ដងគឺ Infinix Note 50 Pro 5G របស់យើងនេះខ្ញុំដែរមានជាមួយនឹងល្បឿនលឿនអេក្រង់រហូតដល់ទៅ144 Hz លេង mobile legends ស្បែកបែកបានពេញ 120 Hz ជាមួយនឹង chip DT 8200ដូចគ្នាមកដែរល្បឿនសាក90 W ទូរស័ព្ទសម្រាប់ gamer ផ្ដល់អានុភាពកម្រិតបែប professional បាទចាំឥឡូវដើម្បីលើកទឹកចិត្តទៅដល់ See you soon សូមសម្លេង Hi See you soon មួយមកណែសូនណាមកកណ្ដោពូទៅ sell កាត់ដល់បាទចឹងជាមួយនឹង fan របស់ Baby Shark របស់យើង See you ហូបមួយមក Land ដេញវាយឡាសេរ៉ាចាត់ certify មួយដូចគ្នាប៉ុណ្ណេះនៅតែអាចរួចខ្លួនក៏ប៉ុន្តែអត់មានជាមួយនឹង spell ទេនៅពេលដែលថតអញគេបុកវាយលើអាសេរ៉ាយ៉ាងដល់អូបាទខាងក្រៅមានការតបបានពីបានអត់បញ្ហាដូចគ្នា Right តែក៏មកដល់ជាមួយនឹងការចាក់មួយខាំមួយចុងខ្លួនដែរមួយយ៉ាងណាអត់ចូលទេទៅស្មាក់ខ្លួនមិនតែ detective ក៏មកដល់ជាមួយនឹងការកាប់3តង់លើ PP first blood ចូលខ្លួនទៅលើ detective បាទខ្ញុំមានអារម្មណ៍ថាគ្រប់ជំហានដែល CU ធ្វើគឺស្ទើរជាតាក់គេរិតគេរិតច្បាស់បាទម្លងឈាមគេរិតច្បាស់ early game ឡើងឈាមច្រើនពេកហ្មងហេរ៉ូមកឡើងយកមែនតើបាទគេខាពេលវេលាមកក្រោយបាត់ហើយណាបាទហ្គេមនេះប្រយ័ត្នតិចពេ team fight late game បើស្រីអាចមិន play ព្រោះបើស្រីហ្គេមនេះមិនមែនរោមឡើងឈាមទេបាទគឺរោមបំបាំងកាយអញ្ចឹងបើសិនជាពេប្រើទី1អត់ប្រយ័ត្នអត់មាន map ដាក់ LT នោះទេព្រោះដោយសារបើស្រីអាចចុចរោមបំបាំងកាយធ្វើឲ្យពេអត់លើបាទតែខ្ញុំមើលយ៉ាងមិនដែរជាមួយរូបភាពទៅកាន់ late game ពីបាឌូក៏ដូចជា OP បាទតែ flow មួយនេះគឺខ្ញុំគិតថា CSON ឡើងអាចធ្វើបានណាជាមួយ Ryzen ដែលទៅលើ pop red មើលយើងឃើញឥឡូវ detective គេដឹងបាត់ហើយបាទគេអត់ fast total ទេគេអត់បញ្ញាប់ទេឥឡូវ spray portal របស់ PP តើអាចធ្វើបានអត់ក្នុង team fight ខ្ញុំគិតថាពិបាកដដែលអត់ទេត្រាស់មួយនេះដូចខ្ញុំនិយាយចឹងគឺគេរើសវាយ team fight គឺអត់មានទេ pick up បោកវាយលើ PP យកតែដល់ចុច fight តែនៅតែដាច់ដូចនេះប៉ុន្តែជាមួយនឹងការលោកមេតែងារមើលជាមួយនឹងការលោតវាយបោកវាយលើ OP flicker ដកថយវាជាមួយ Ryzen កាប់ដាច់តតែ total ជាមួយក៏ចូលលើ detective ងារមើលសូមកដល់ជាមួយនឹងការកាប់បាត់ត្រង់ធៀលជាមួយនឹង OP គេដេញវាយជីកកោអ្នកណាជីកកោលើ brand ទីលោតតាមតែបាត់បង់ជីវិតជាមួយនឹង detective អ្នកបអាចចង្វាក់ដូចដែរមួយយ៉ាងណាមួយ boxing ក៏បាត់បង់ជីវិតវ៉ានូដល់ថយ3រ៉ូ free មួយ total លួចបានជាមួយនឹង pop បើបន្តទៀតដូចគ្នាបាទ team fight 5ទៅ4ខណៈពេលដែលសសម្រាប់ចិត្តរបស់ Goland ចោលស៊ីងអាចនឹងមានមែនទេបាទអាយ៉ា Ryzen ចង់ធ្វើគេរិតដឹងទៀតបាទគាត់អត់គួរមកឡើងបើហ្នឹងឯងអ្វីដែលគាត់គួរធ្វើនៅតែ flame មកទូអស់សិនណាតែមិនចាប់អារម្មណ៍ថ្មីត្បិតតែ total ឲ្យ3 kill ក៏ប៉ិតមែនតែមិន total បានលើ CU តែគាត់លើទេខាងក្រៅពេកំដៅជាមួយនឹងការបាល់ control flicker ចូលក្នុង thread មកអត់ចំណេញទេពី CSON brand ទីមានតែជាមួយនឹងការបុកវាយ brand ទីដាច់មួយបាទអាសេរ៉ាទៅវិញតនបាទកំដៅជាមួយនឹងការជីព portal ទៅវិញផងដែរបាទចាយជើងគ្នា5ឡា100ព្រីនិយាយទៅដូចយើងស៊ីងមិនមានពេកព្រោះសារនៅពេលដែលចោលស៊ីងវាយ goal shield 360លុយស៊ីងមាន2 rail ហើយក៏វាយប៉មចិត្តដាច់ផងដែរបាទចឹងឥឡូវមកជម្រើសឈ្នះ team fight total មិញទទួលស្គាល់ឈ្នះបាន team fight ប៉ុន្តែស៊ីងមានពេកហើយថតបានគេតែបច្ចុប្បន្នងារមើលជាមួយនឹងអាសេរ៉ាដេញចាប់ជាមួយនឹងស៊ីងអត់មាន flicker ទេតែគេកាប់3តលើ PP ដាច់ PP បាត់ហើយទីមើលរបស់ detective ឈឺខ្លាំងមែនតើភ្លាមជាមួយអាសេរ៉ាអញមានគ្រោះណាស់ភ្លាមតែ Ryzen ដកជីវិតដេញវាយបុកបាត់ pick up ដែរមួយយ៉ាងណាមួយ boxing អត់ pick up ទេបាទចុចទៅវិញសួរបួចុចចាំពេលដែល LT នៅនឹងបណ្ដោយបាទនៅហ្នឹងកុំឆ្ងល់ពីព្រោះថានេះគឺជា burn របស់ Hanzo បាទហាប់ក្លោចូលទៅកាន់ស៊ីងលុយ Goland ដាច់គ្នា1000គត់ណា1000នៅ early គឺវាច្រើនណាស់ឥឡូវយើងមើលតាតិនលុយសរុប2004ទៅ3005អញ្ចឹង1100តាម early វាបើនិយាយទ្រព្យសម្បត្តិវិញខុសមួយទៅនឹងបុចបាទខុសមួយភាគ3បាទចឹងនិយាយធ្ងន់ហើយបាទសម្រាប់ការប្រឡែងស៊ីងឲ្យមានទាំងស៊ីងជារ៉ូដែល Goland តែក៏ជាការសម្រេចចិត្តរបស់ស៊ីស៊ូនេះគ្នាបាទធ្វើចឹងក៏មិនបានថតទី1បានថតទៀតបានkill 3 kill ឥឡូវថតនេះបើហ៊ានមកវាយគឺគេវាយ5ស្មាយកបាទសយទៀតអាថតហ្នឹងវាចេញចំ Goland ទៀតគេនៅ5ស្រាប់បាទទៅឲ្យ trend មួយពំលើបោកវាយ pick up លើ PP យកតាមដង PP អត់មាន flicker ទេមាន shield fight តែណាមិនតែអាចដកថយវិញដូចគ្នាគេយកតែ objective តាមដងខាងលើកាក់ចូលទៅកាន់ Soul បាទចឹងគប់អាទីមកឡូខ្លាំងមែនតើចង់មើលអាហ្នឹងតែគប់លួចលត់ដងបាទសបអត់មាន PP ដើរទៀតណាអត់មានទេបាទចាឥឡូវយើងវិភាគទៅដល់ straight late game របស់ CSU នឹងពឹងធ្វើគឺដូចដាក់រ៉ៃលេក្នុងសប្តាហ៍ទី1អញ្ចឹងទី1ដាក់ខ្មោចដាក់រ៉ៃលេសប្តាហ៍ទី1ណាទៀតណាគឺក្រុមវូកុងលេងនៅក្នុងការវាយខាងក្រោមជីលូមកហើយពេយ៉ាងណាមិនគេឃើញ boxing អ្នកដែលលេងត្រាំហ្នឹងគឺវូកុងលេងជាមួយនឹង Wing Esport វាយយក slot បាទចាំតែជាមួយនឹងកញ្ចប់ MLBB របស់ Second អ្នកគ្នាចំណាយត្រឹមតែ$1កន្លះលេងហ្គេមនឹងទទួលបានពេជ្រក្នុងកញ្ចប់តែមួយរហូតដល់ទៅ56ពេជ្រហើយលេង Mobile Legends ស្បែកបានរហូតដល់ទៅ1សប្តាហ៍មួយឆ្អែតដៃតែម្ដងអញ្ចឹងសម្រាប់មួយខែចំណាយតែ$6បាន235ពេជ្រនេះគ្នា complete ជាមួយនឹង MLBB pack របស់ Second បាទអញ្ចឹងបន្តទៀតអ្នកដែលលេង straight ហ្នឹងគឺ team Book ខាងលើចង់ pick up brand ទីដែរមួយណាជាមួយនឹងការបោកវាយស៊ីងទាត់យកផតថ PP ក៏មានការបើកមកឲ្យ5ទៅ3យកតាមដល់ជាមួយនឹងការដេញវាយក្លូរបស់ឌីវ៉ាលើដល់ឆ្ងាយពេលភ្លាមជាមួយនឹងការ pick up បាន boxing មួយដេញវាយលើស៊ីងអាចបានបង់ជីវិតមួយទៀតដូចនេះប៉ុណ្ណាបាត់បង់2រ៉ូបាត់ហើយភ្លាមជាមួយ
មការដេញបាយអូពីបន្តទៀតដូចនេះផងណាអូពីអាចបានជីវិត10ខៀវចុកលឺរ៉ៃតែណាមិញវ៉ាដូកំដៅដែរបោកវាយចុចជើងវាយពីសូជីកកដែរមួយយ៉ាងណាជីវិតការ flick ពី brand ទីដើម្បីដកថយផងដែរបាទ3រ៉ូមិញដូចនេះពី C យូស៊ុនបរាជ័យធំមែនតើដោយសារគាត់ទៅចាប់ជាមួយនឹង brand ហើយផុតដៃគ្នាគាត់បាទផុតដៃទៅទី1ចាប់ផុតដៃទី2វាយអស់ស្រើគេលួចបើខំម្ដង2 1ប្រោកទៅបាទដោយសារ skill ទី2ឥឡូវវាអស់ stake skill ទី1បានដែរអញ្ចឹងគាត់ទៅវាយមួយដៃអា skill ទី2អូ4 stake គ្រប់5លេបយកមកហើយបើបន្តិចទៀតមានជាមួយនឹងgolden staff តាមញ៉ាច់ផាច់លេបយកមកបាទតែ fail មួយទៀតគាត់រៀបចំវាយលើនៅឈ្នះហ្មងកាកាគឺគាត់មានចេតនាឲ្យបើដៅដែលមានឈាមសបូឌីមេក 10% ទៅកាន់ស៊ីងដើម្បីស៊ីងឈ្នះទីវាយទៅថលលើនឹងតែស៊ីងអត់បានទេឥឡូវជំនួសទៅថលនឹងឲ្យស៊ីងទៀតបាទមានខុសថលហ៎បាទបោកវាយបន្តអាសារាអស់ ultimate ដែរមួយយ៉ាងណាជាមួយការលើកបោក OP អត់មានអ្នក back up ទេអាសារាកុំលេងសើអាសារាតម្ដាយចាប់ជើង fight មួយស្មាយកតាមនងញ៉ាំមើលជាមួយនឹង brand ទី4ផុតថលក៏មានការបើមកជាមួយនឹងសូដេញវាយអ្នកណាគេចេះ Fire detective ដូចជាស៊ីងអញបានច្បាស់ដែរតែជាមួយនឹងស៊ីងលូនដំពី brand ទី4ដាច់ជីវិតជាមួយនឹងសេងបាទដូជីកកបានទេកាប់3តង់ក៏ដាច់សូវិញដូចនេះណាមួយការ trap តាមនងញ៉ាំមើល Ryzen យកទៅថលមួយនេះដូចផងដែរលើកបោកលើ brand ទី4លូតដំតែ brand ទី4អញបានជីវិតដែរឬមួយយ៉ាងណាជាមួយនឹងការ holding fight បានយូរក្រោយតែកាប់3តង់ដាច់ brand ទី4ដែរមួយយ៉ាងណាជាមួយនឹងការ load killing spree ដាច់ boxy ដាច់ detective តែ brand ទី4ក៏បាត់បង់ជីវិតដូចគ្នា Ryzen ដេញវាយមួយ OP ជីចាប់ផុត rank ផងដែរ OP កន្លែង automate 2ដងបាទពេលមានជាមួយនឹង fling time ហើយ team fight បាញ់គឺដោយសារតែគាត់ចង់ trade ជាមួយនឹង killer អាសាក៏មកចាញ់ចិត្តដែរ ultimate make នេះមួយគឺវាស្ទើរ damage ដែរគាត់ team fight មានច្រើនរសជាតិមែនតើបើចាពីកៅវាយស្រាក់កៅគ្នាមួយឆ្មើ make ទល់ make យកមកបន្ទាប់មក OP ដាក់ពីអាទីគឺដូចជាជាមួយនឹង Vado មកចេញមិញគឺអត់មានការ make play ទេគឺដូចជា brand DC គាត់មានតែវាយគាត់ចង់គាត់ brand DC ហ្នឹងហើយដើម្បីជាគាត់ដាច់តែគាត់ពជាពេលបានយូររហូតដល់តែគ្នាមកគាត់ reset game បានវិញ Hanzo គាត់ដូចជាដល់ទី2ដងនេះមិញ My G អូហូយក៏ភ្លេចមើល Soul ផងលេខ game Muskel នេះមិនអាចមើលលើបានទេ Soul ក៏ជាដៃ micro maximum មួយដល់គួរឲ្យខ្លាចនៅក្នុងប្រទេសកម្ពុជាដែរសម័យមកក៏លេងថារត់ដសានលឿនតែគាត់លេងតន់ចុះទ្រាំតែជាមួយ Muskel វិញអញ្ចឹងមើលបើសិនជា game នេះដល់លេខ game តាម Muskel របស់ Soul អាច carry the game បានដែរទេជាមួយអរគ្នានិយាយទៅបើតែ CU ក៏ត្រូវគេគឺគាត់ឲ្យ Sing ក៏រៀងមាន damage ច្រើនជាងនេះហើយក៏ដូចជាអាចបិទជាមួយនឹង damage ដែលមកពី backline របស់ Ryzen ដែលគាត់តែងតែលូកទៅដល់ហើយនឹង brand TC អាហ្នឹងគាត់គាត់ឲ្យលេងបានបើសិនជាគាត់នៅប្រហែលអញ្ចឹងទៀត CU គាត់មាន%ឈ្នះ team fight ច្រើនណាបាទព្រោះសារការបោកប្រកបរវាង Sing ហើយនឹង Pasha របស់ ពីបាទបោកអត់ដាច់ឥឡូវហ្នឹងគឺបោកលេងដាច់ហើយបាទចាប់ផ្ដើមណាតែបោក brand TC លេងដាច់ចោលបាទ brand TC មិញចេញជាមួយនឹង Altina Shield ហើយបាទចាំមើលបោកដាច់ក៏មិនដាច់បាទដូចយកមកជិះជាមួយនឹង brand TC ដើម្បីគ្នាបកគាត់ស្រួលបោកតែត្រូវចាំ brand TC ក៏ដាច់នឹង slow ទិញជាមួយនឹង win ក្រោមនឹងពេលបន្តិចនេះ shape របស់ PP មានជាមួយនឹង flipping time ដូចគ្នាខណៈពេលដែលជាមួយនឹង side game ទៅកាន់ late game Muskel និង Hanzo ស្រួល farm មែនតើព្រោះដោយសារតែមាន LT chip ហោះចូលមក team fight វិញក៏ដូចជា LT របស់ Muskel នេះគ្នាអាយ៉ាគេឃើញ chip បានហើយ PP គេបែរតែជាមួយនឹងការចាប់ chip fight ដាក់ portal ដេញចាប់ជាមួយ Sing flicker ផុតបានហើយញ៉ាំមកជាមួយនឹង Vado បាក់ ultimate ចាប់បោក Hanzo នេះតែជាមួយនឹង Ryzen មាន ultimate គេដេញវាយវិញហើយដេញវាយវិញហើយ OP ដេញចាប់ Ryzen មួយកញ្ញាជាមួយនឹងការជីកលើ PP បោកវាយជួយ Muskel វាយចាខាងក្រៅតែណាមិនជាមួយនឹង President ក្បាត់បងជីវិត Ryzen ដកថយព្រាមជាមួយនឹងការដេញវាយ PC យូដល់ T1 Threat យកតាមដល់មើលដេញវាយដែរជាមួយកញ្ញាជាមួយ Boxy make play លោតចាប់ដេញបោកវាយចុចធ្វើវាយជាមួយនឹងការដកថយពីអាសរៈក៏ដូចជា PP ដកថយតន់ដកថយតែមិនតន់ទេជាមួយនឹងអាសរៈក្បាត់បងជីវិតលោតមួយនេះអាច free លើ CFU Gaming មកវិញទៅនេះដកខ្មៅទៅRyzen ចាប់គេ Ryzen កុំលេងសើ Ryzen OP ឃើញ map អូ ពីឃើញ map ចុចត្រីមួយទៅថយដកថយបាទផាយកន្លងទៅចុច emoji OP ខ្ញុំមកចេះពីជាមួយនឹងការយកឡត free 2 CFU Gaming ជាមួយនឹងឡតទី1សំខាន់មិញគេបែតអូយតែខ្ញុំភ័យដែរព្រោះដោយសារ Muskel វាយ Test Shield ណាមួយអ្នក recall ទៅនឹងក៏តន់គ្នាជាមួយនឹង Vado team fight មិញបើសិនជាបរាជ័យស្រមៃមិនចាញ់នោះទេបាទផ្លេចសម្រាប់ពីការលេង MLBB របស់យើងគឺមានអីសប្បាយជាង9គ្នាមកមើលកុំជុំគ្នានៅ Legend ទេក៏ដូចជាមកទស្សនា MPLK8 បាទ CSO នឹងបើសិនជាគាត់តុបឡតនេះចូលមក straight late game គាត់សប្បាយលេងនេះឥឡូវឡតបន្តចេញណាចេញលើគាត់គឺសបោ hero អស់ទេណាជាមួយនឹង Muskel ផងជាមួយនឹង Hanzo ផងហើយខ្ញុំនិយាយចឹង Muskel ក៏បានទីចូល team fight បាន chip ដាក់គ្នាចូលមួយបានហើយ Hanzo ហើយ Boxy make play លោតចាំណាគេបោកដៃតែណាមិនស្មើរបស់ Ryzen នឹងចាំមួយសេងអាចបានយកបាត់លៀមជួយ PP តាមដល់បោកដាក់ portal ដាក់ជាមួយ OP detective ឆ្នាំត3 hero បានហើយអាយ៉ាអញវាយអត់ដែរមួយកញ្ញាជាមួយនឹង Boxy ក៏ដាក់ឆ្នាំតបង triple K ចូលលើ Ryzen ទៅបានដូរមួយតែប៉ុណ្ណោះអូ my god ស៊ីសូនសម្រាប់ចិត្តមុនមែនតើគាត់ដឹងតែគាត់មិនទាន់ទប់ឡតនោះទេតែគាត់ដឹងថាបើវាយឥឡូវ Sing អត់មាន flick គាត់បោកវាយ team fight តែ Sing មាន flick ហៅថាបាក់កោ Sing តែម្ដងម៉ែថ្លៃអូឡត Hanzo ទៅទប់យ៉ាត់ Hanzo យ៉ាត់ឡតវាយងាប់បាទព្រៀបអស់ជាពាក់ដៃដល់ពេលមានការបុក feed lane ទៅបាន2 See you soon អូបាទ See you បានឡតតែ See you soon ចាស់ team fight គាត់និយាយទៅផេះកន្លែងមិញអត់ spell របស់ Sing ហើយ Ryzen ចូលដល់បាទមិនដឹង Ryzen វិញក៏ roll ចូលមកចាក់ចូលពុបបាទ stack load cam យកតែម្ដង Sing បាន Sing អត់ flick លុយបើគាត់ក៏ពាក់បន្តដល់ win nature មក play ដែលយើងមើលងាយ enemy គេ make play កន្លែងហ្នឹងយកមិញ Boxy គាត់ទៅចាប់អ្នកផ្សេងគាត់ប្រើ ultimate ហ្នឹងចាប់ស្មើបើ Ryzen គាត់ត្រូវផ្ដោតចេះសិនដោយសារបច្ចុប្បន្នកាលអ្នកដែលមាន damage ខ្ពស់គឺ Ryzen អញ្ចឹងគាត់គួរតែចាប់តែ Ryzen បានហើយបាទធ្វើម៉េចឲ្យ ultimate របស់ Ryzen ហ្នឹង cool down នៅអំឡុងពេលដែលគាត់កំពុងតែបង្ក team fight ហ្នឹងទៅអាហ្នឹងគឺជាយុគកាយមានព្រៀបដើម្បីឆាំ team fight ហ្នឹងបើសិនក្នុងករណីស៊ីស៊ូនចង់បង្កទៀតគឺ damage គាត់ច្រើនជាងដោយសារគាត់មានជាមួយ Ryzen តែមិញគាត់ប្រើ ultimate ទៅអ្នកផ្សេងតែ yes បាទចឹងអាហ្នឹងវាសិតតាមបន្តិចដែលនាំ
ឲ្យមានការផ្លែប្រហែលឬក៏បរាជ័យបំគាត់នេះគ្នាកុំភ្លេចជាមួយនឹង late game straight របស់ CSUN បណ្ដាចិត្តថា farm Muskel ក៏សบาย farm Hanzo ក៏សบาย farm Muskel អាចក៏បានទីចូលទីវាយខ្លួនឯងគណៈពេលដែល Hanzo គាត់ទៅដាក់ខ្មោចពេលគាត់ farm គាត់ទៅ farm silent ណាពេលគាត់ដាក់ខ្មោចចេញក្រៅ map អត់មានតែគេវាយគាត់បានទេ Fasha បានដំណោះតាមចូល portal តែប៉ុណ្ណោះបើសិនជាមានការដាក់ anti chip ប៉ុន្តែបើសិនជាហត់គេ Hanzo វាយទៀតបាទព្រោះ Hanzo វានៅក្រៅ map បណ្ដាវាយបណ្ដាបានតែ Fasha តែនៅក្រៅ map ប្រើ skill គ្នាចូលក្នុង map វិញហើយបាទអញ្ចឹងកន្លែងហ្នឹងគឺត្រូវតែប្រយ័ត្នដូចគ្នាឱកាស late game ខ្ញុំមានអារម្មណ៍ថាតារារបស់ខូចប៉ៅថ្ងៃនេះមិនលេង team fight ជាមួយនឹង CFU តតែសោះគឺលេងតែ straight គេរ៉េតនឹងសូនណាជាមួយនឹងសូទៅណាប៉ែអើយសូចាត់ជួយ fight តណាជាមួយការកេញកាប់ផតទៅកំឡោជាមួយនឹង OP flicker ដកថយបាទដូនចាត់នោះជាមួយនឹងការកាងរ៉ៃសែងកំឡោដកស្មៅតែណាមិនជួយ tag ទៅ solo kill សូ kill បានក្បាច់ដូចនេះប៉ុន្តែរ៉ៃសែងចាប់3តង់ដកស្មៅទៅវិញគេដេញវាយយកទៅនៅពីស្មាច់របស់ CFU game ចាប់លើកបាទនោះអត់ទេជាមួយនឹងការដកថយមិនផងដែរបាន kill ជាមួយនឹងសូមួយដូចគ្នាអូយការ rig map វេតគាត់ចេញ farm មែនមិនគេដឹងមែន អរេគាត់គួរតែថ្ងៃហើយ គេរ៉េតយកហ្មងដឹងយកហ្មងត្រង់ញៀនយល់ត្រង់ញៀ រ៉េ ន តយកហ្មងមិញអត់មានចេញ map ទេ ត្រង់ញៀនយកហ្មងហើយសូលក៏ reaction លឿនដែរគ្រាន់តែបងស៊ីលោទៅហ្នឹងគឺមាន map បងស៊ីណាគឺ reaction គាត់តិចតួនទៀតអូយលឿនទៅលឿនមិន ឥឡូវកន្លែងនេះអាចគេវាយដែរមួយយ៉ាងណាជាមួយនឹង boxy knock មួយ រ៉ៃសែនដកស្មាមកតែ retreat បានលើវ៉ាដូ detective បានហើយមានការបោកស្មៅបោកវាយតែ boxy បានលើច្បាស់ដកស្មាទៅវិញជាមួយរ៉ៃសែនអត់មាន mandate ទេអត់មាន mandate ទេសូលក៏គុំ ultimate ខោដូចនេះបណ្ដាជាមួយនឹង Francis បាត់បង់ច្បាស់គេដេញវាយជាមួយនឹងសិញពេបាក់ផតធំមកតរឿងតជាមួយនឹងសូលកំឡោជាមួយនឹងការ kill លើសិញមកវិញដូចគ្នា អូសិងអត់មាន Vinet ឆើណា បាទអត់តន់ចេញអត់តន់គ្រូអាយុពាក់ Vinet ឆើខណៈពេលដែល main របស់យើងគឺ god like បានហើយជាមួយនឹង Ryzen 705ជាមួយនឹង Hanzo មួយនេះជាមួយនឹង MM build របស់គាត់អាចធីមចាប់តាមច្រើននេះគ្នាមើល map chip សបួរមើល map chip សបួរទៅ load អត់ជាប់អាចនឹង chip វាយវិញដូចគ្នាបាទចាំមើលជាមួយនឹងការទុករបស់គាត់នឹងទៅជាងណាខណៈពេលដែល chip អាចនឹង chip portal ក៏បានឬក៏ដាក់ទៅគ្នាឆៃ portal ឃើញទៅ chip ទៅពេលក្រោយពេលចង់មក play ដែរមួយណាមួយការកាប់ Ryzen លេងចាប់បាក់ portal ជាប់ OP អត់មាន flicker ទេ OP អញគ្រោះណាដែរមួយណាមួយការបាក់ portal សូលកំឡោជាមួយនឹងការជិះដាច់ OP បាទដូបាទអត់មែនដកថយតែគប់ជគួនពេលចមុនក៏ kill ទៅលើ detective ដូចពីអារ៉ូបាត់ហើយមែនដកថយពេលដែលមាន load តែងតែបុកកលែឆាប់ CFU gaming ត្រូវនិយាយគ្នាឡើងវិញហើយ នេះគឺគាត់ map lead ពេលមុន objective កាត់ឡើងល្អតែនៅពេលដែលគាត់យកបាន objective ហើយគាត់ទៀងប្រហែសតែទាំងវត្តមានរបស់គ្នាគាត់មិនអត់ តាមពិតនិយាយចេះទៅពេលគាត់ល្អដែរការចាប់ map មិញបាទពេលគាត់ល្អដែរបាទអញ្ចឹងភ្លាម3ទល់5ឈាមក្នុងការបុកដែរមួយយ៉ាងណាអត់មាន lot ទេអាយ៉ាចង់3 5 OP កាត់បុកចូល chip ទៅ portal ទៅមក ស្មើមកជាមួយនឹង Ryzen អាយ៉ាតែងចាប់គេបោកវាយជាមួយនឹងការ pick out Ryzen យកតាមដល់ស្ពីស្មាជិករបស់ CFU gaming សាត់ដល់ Ryzen គេបោកវាយបាទ portal យ៉ាងមិនមកចេះជាមួយនឹងហាក់ដូចជាលោទៅហើយដល់មកគ្នាចង់លើបាទដល់3ទល់5អាយ៉ា Oh my boxing Ryzen ក៏ ចូលគាត់ like មកឈរនៅពីមុខ shut down អើយស៊ីងតែគាត់យកតាមដល់ជួយរីវ៉ៃកណាប៉ែកពេអើយស៊ីងចាប់ដល់មានជាមួយនឹងការទាត់ចូលខ្លួនទៅលើស៊ីងយកតាមដល់បែរនេះជួយមកទីលើកបោកជាមួយសូគេអត់ខ្លាចទេគេដេញវាយយកតាមដល់អាននឹងអានកន្លែងនេះ2ទល់5អាននឹងអានឬមួយក៏មិនដែរពី CFU gaming យកជាមួយនឹង altitude T straight red ភ្លាមជាមួយនឹងការ flicker បតក់ដេញយកតាមដល់ជាមួយនឹងការយក altitude វាយតែឬមួយក៏យ៉ាងណាជាមួយនឹងការវាយតែចេញណា2ទល់3លើ CFU